គណៈជាបឋមសូមនមស្ការចំពោះជំនួយនៃព្រះរាជទីប្រការនៅក្នុងគួរសូមនមស្ការចំពោះធេរាធនៈអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់រូបซึ่งនៅក្នុងថ្ងៃអង្គារ13រោចខែកដឹកឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ซึ่งបន្តអំពីការបំពេញទស្សនកិច្ចទៅកម្ពុជាក្រោមប្រទេសវៀតណាមអស់រយៈពេល4យប់5ថ្ងៃអញ្ចឹងក៏បានមកដល់យប់មិញហ្នឹងម៉ោង11ក៏ម៉ោង11យប់ហើយព្រឹកនេះក៏ជួបអាកាសនឹងចាក់សាបប្រពន្ធបន្តក៏អញ្ចឹងជាសកម្មភាពដែលយើងកម្រងចាក់នឹងសាលាខាងក្បាត់ខ្ញុំញោមប៉ុន្តែមុននឹងការរៀបរាប់ដោយការចាក់ភ្នែកត្រូវធ្វើយ៉ាងណានោះក៏សូមថ្លែងអំណរគុណចំពោះឧបាសិកាសិលាយនិងបំប្រោអំឡូតរួមជាមួយភរិយាបុត្រធីតាបានជួយខ្សាច់ក្នុងមួយឡានចំនួន22គីបព្រោះអញ្ចឹងបាននៅចាក់3កដុបខ្ញុំក្នុង3កដុបក្នុង1កដុបក្នុង1កដុបអញ្ចឹងហើយក៏សូមអរគុណដល់បងស្រីលឹមលីណានិងបងស្រីណៃដែលបានជួយថ្មជួយថ្មសម្រាប់ចាក់ជាថ្មមិចថ្មប្រឡងនេះគឺសម្រាប់ក្រាបបាតចំនួន3ឡានបន្ថែមទៀតក៏អញ្ចឹងក៏សូមអរគុណណាស់ដែលបានជួយសម្រួលក្នុងការងារខ្ញុំប្រកាសណាបាននៅអញ្ចឹងបងបានសម្រួលការងារខ្សាច់ថ្មអញ្ចឹងក៏បានកាត់បន្ថយនៃការចំណាយព្រោះណាអញ្ចឹងគឺក្នុងកម្មវិធីនេះស្តុបហើយអញ្ចឹងអ្វីដែលយើងបន្តចាក់នេះគឺយើងចាក់អត់ដែរឬក៏ចាក់ទេដើម្បីក្រាលភ្នឹមត្រាប់ភ្នឹមដែកអត់ទាន់បានចាក់ទេនេះគឺតែយើងចាក់ក្រាលដើម្បីត្រាប់ភ្នឹមសម្រាប់ប្រាប់ពុទ្ធគឺហើយបានយើងមានដែកមកដាក់វាទៅលើដែកកុំឲ្យដីហ្នឹងវាទៅស៊ីដែកដល់ព្រោះអញ្ចឹងគឺនេះគឺការងារដែលបានធ្វើបន្តនៅក្នុងខែវិច្ឆិកានេះចឹងញាតិញោមឃើញហើយអនុមោទនាជ្រះថ្លាក្នុងការចូលរួមចឹងថវិកាដែលបានសល់អំពីបុណ្យកឋិនទានយើងយកមកចាក់ប៉ុន្តែសូមជម្រាបញោមថាការចាក់ទាំងមូលមកកវ៉ាត់ក្រុងមកកវ៉ាត់គ្រប់នេះគឺចំណាយថវិកាអស់$40,000ចឹងថវិកាដែលយើងបានពីកឋិនយើងបានសល់តែ40លានទេញាតិញោមគឺយើងបានចំនួន50លានជាងយើងបានបែងចែកថវិកាទៅព្រះសង្ឃចំណាយចាយវាយថ្ងៃបុណ្យកឋិនអត់ទៅនៅសល់40លានសម្រាប់ថ្លៃជាងអញ្ចឹងយើងនៅខ្វល់ខ្វះដែកអញ្ចឹងដែករបស់យើងត្រូវចំណាយ15តោនដែក15តោនណាញោមក៏ចំណាយច្រើនដែកចឹងហើយនេះជាសកម្មភាពតែមិនដឹងថាបច្ច័យប៉ុណ្ណឹងដំណើរការដល់ប៉ុណ្ណាទេចឹងស្មារតីដែលខ្ញុំស្នើពោលអំពាវនាវដល់ញាតិញោមថែមទៀតទៅណាចឹងក៏សរុបការចាក់ទាំងថ្លៃជួលជាងទាំងស៊ីម៉ងទាំងអីនេះជិតតែ$50ក៏$50ចឹងស្មើនឹង21រៀលចឹងញាតិញោមតែមានក៏បំណងចង់ចូលរួមក្នុងប្រហែលស្ដីពីម៉ែស្ដីចឹងញាតិញោមអញ្ជើញតងតាមលេខទូរស័ព្ទ067 66 ចឹងការចាក់បនយើងនេះគឺបន្តអំពីយកថ្មមិចក្រាលព្រឹបមួយជាន់រួចហើយនេះថ្មមិចក្រាលរួចហើយយើងនឹងចាក់ស៊ីម៉ងតត្រឹបមួយជាន់ទៀតដើម្បីទប់ដែកត្រឹបបាត់ដែកក៏កុំឲ្យដីនឹងឡើងមកស៊ីដែកដល់ពេលដែលយើងរៀបចំភ្លឹមចឹងយើងបានរៀបចំចាក់នៅក្នុងថ្ងៃនេះដោយកម្លាំងជាងតិចក៏បាននាំយកកម្លាំងព្រះសង្ឃសម្រាប់ការងារមួយថ្នាក់ក៏ថ្នាក់បល័យក៏រងហុក
ថ្នាក់បល័យថ្នាក់ទី2ពោជាស្រ័យថ្នាក់ទី2បល័យហ្នឹងសម្រាប់មួយថ្នាក់បានមួយទូជាងនឹងឲ្យបានឆាប់រួចទៅយើងបានកាច់ដែកចឹងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីដែលជាម្ចាស់សទ្ធាទាំងអស់នឹងដែលតែងតែប៉ងប្រាថ្នាចង់បានសាលាឆាន់ថ្មីហើយចូលរួមថវិកាតាំងពីដើមបុកគ្រឹះរហូតមកដល់ពេលនេះយើងចាប់ផ្ដើមចាក់ភ្នឹមក្រវ៉ាត់ក៏បន្តចឹងសូមញោមឃើញហើយអនុមោទនាជ្រះថ្លាទាំងអស់គ្នាក្នុងការរៀបចំកសាងសាលាថ្មីនេះដែលមានបណ្ដោយ36ម៉ែត្រទទឹង26ម៉ែត្រកម្ពស់2ជាន់និងគឺធ្វើដើម្បីឲ្យតាមបានរចនាបថខ្មែរនឹងដែលមើលទៅគូជាទីជ្រះថ្លាចំណាយទៅហើយបានផលប្រយោជន៍ច្រើនក្នុងការកសាងសាលាឆាន់នេះញោមចឹងដោយសារតែថវិការបស់យើងប្រមូលមកអំពីថ្ងៃកឋិនមិនបានគ្រប់គ្រាន់ចឹងមានតែអាត្មាភាពថតសកម្មភាពនេះណាខុសជំរាបជូនដល់ម្ចាស់សទ្ធាទាំងឡាយនិងដើម្បីជួយបំពេញបន្ថែមទៀតញោមណាជួយបំពេញបន្ថែមទៀតព្រោះយើងធ្វើកិច្ចការងារទាំងឡាយដែលត្រូវចំណាយលុយច្រើនទោះបីជាយើងធ្វើមិនលឿនមួយជំហានបន្តិចមួយជំហានបន្តិចប៉ុន្តែយើងចូលបានរឿយម្នាក់បន្តិចម្នាក់បន្តិចរឿយទៅយើងនឹងបានរួចជាស្ថាពរហើយញាតិញោមនឹងអញ្ចឹងគឺថ្ងៃតទៅមុខទៀតយើងនឹងមានថវិកាយើងនឹងធ្វើតទៅទៀតប៉ុន្តែគណៈថាសូមញាតិញោមម្ចាស់សទ្ធាទាំងឡាយហ្នឹងកុំតន់អាផ្អាកុំតន់អាឈប់ព្រោះយើងមិនទាន់រួចនឹងព្រោះយើងធ្វើបានកន្លេះហើយយើងនាំគ្នាផ្អាកនៅមួយឈប់ទៅគួរឲ្យស្ដាយហើយក៏ខាត់ពេលវេលាមិនត្រឹមតែខាត់ពេលវេលាទេខាត់ទាំងទ្រព្យសម្បត្តិធនធានដែលយើងនាំគ្នាបានលះបង់បានធ្វើហើយប៉ុន្តែយើងមិននាំគ្នាប្រឹងបន្តទៀតធ្វើឲ្យរួចរាល់ទេអញ្ចឹងស៊ូតទុកឲ្យនរណាគេធ្វើញាតិញោមហ្នឹងហើយអញ្ចឹងគឺមានតែការចូលធ្វើនេះគឺអាត្មាភាពបានគុណចេញទៅជាម៉ែត្រក៏ធ្នឹមម៉ែត្រដើរនេះក៏ញាតិញោមឃើញហើយខាត់ខ្វៃនេះអញ្ចឹងគឺមានទំហំធ្នឹមហ្នឹងគឺមាន30គុណនឹង50បានន័យថាតតឹង30ណាកម្ពស់ហ្នឹង50អញ្ចឹងគឺត្រូវការចំណាយស៊ីម៉ង់ខ្សាច់ថ្មកម្លាំងពលកម្មនិងដែកអញ្ចឹងដែកកសែដែកយើងប្រើក្នុងដែកហ្នឹងទំហំ16លីហើយយើងយកម៉ាកដែលដែកល្អបង្គូនិងម៉ាកផមីណាយកមកធ្វើដើម្បីទប់ទល់បានញាតិញោមអញ្ចឹងស្មារតីសង្ឃឹមថាញាតិញោមនឹងបានចូលរួមយកម្នាក់1ម៉ែត្រម្នាក់1ម៉ែត្របន្តទៀតប៉ុណ្ណាអញ្ចឹង1ម៉ែត្រត្រឹមតែ20,000រៀលស្មើនឹង$50ទេញាតិញោមក្នុង1ម៉ែត្រតែបើញាតិញោមជ្រះថ្លាយកតែម្នាក់1ម៉ែត្រម្នាក់1ម៉ែត្រនោះស្មារតីនឹងការកសាងរបស់យើងនឹងបានលឿនញាតិញោមណានឹងបានលឿនឆាប់រួចជាស្ថាពរអញ្ចឹងយើងបានបនីសភាពតាមរបៀបជាស្ដែងដែលយើងបានខិតខំចំណាយធនធានទាំងអស់គ្នាទាំងកម្លាំងកាយកម្លាំងចិត្តនោះរូបរួមសាមគ្គីនោះយើងបានចេញជាសមិទ្ធផលបានសំគូហើយញាតិញោមណាទោះបីជាថាយឺតមែនណាប៉ុន្តែយើងមិនបោះបង់ញាតិញោមយឺតតែយើងមិនបោះបង់ទេអញ្ចឹងយើងធ្វើបន្តិចម្ដងអញ្ចឹងសង្ឃឹមថាញាតិញោមនឹងជួយយកម្នាក់1ម៉ែត្រម្នាក់1ម៉ែត្របន្តទៀតនឹងហើយសូមអនុមោទនាអញ្ចឹងខុសត្រូវយ៉ាងណាសូមអធិស្ឋានរាល់ការមានសង្ឃិការបស់អង្គអាត្មាភាពក្នុងគណៈពេលនេះក៏សូមចម្រើនពរលាសុខចម្រើនអាយុវែងទាំងអស់